ได้มีการอนุมัติงบกลางเพื่อให้กองทัพไปจัดเตรียมความพร้อมในการรับมือกับสถานการณ์ชายแดนกัมพูชาជំរាបសួរបងប្អូនខ្ញុំមិននឹកស្មានថាអនុទាននាយករដ្ឋមន្ត្រីសៀមមានចរិតនិងអេរយាប័តគូក្បាលបដូរទិសបែបនេះសោះព្រោះអីមុននឹងកាន់តំណែងខ្ញុំគិតថាមានតែអនុទានមួយគត់ដែលអាចដោះស្រាយរវាងកម្ពុជាហើយនិងសៀមបានត្រឹមត្រូវផ្ទុយទៅវិញបងប្អូនគ្រាន់តែកាន់តំណែងភ្លាមខួរក្បាលចាប់ផ្ដើមបដូរទិសភ្លាមបងប្អូនដឹងថាខ្ញុំនិយាយថាបដូរទិសយ៉ាងឆ្វេងនឹងថាស្ដាំហើយស្ដាំនឹងថាឆ្វេងល្អនឹងថាអាក្រក់នឹងថាល្អខុសនឹងថាត្រូវវាផ្ទុយគ្នាស្រឡះអញ្ចឹងបងប្អូនដោយការពីថ្ងៃទី27ខែកញ្ញាឆ្នាំ2025អញ្ចឹងបងប្អូនវេលាម៉ោង11ជាងខ្លោងគ្រាប់ដាក់ខ្មែរអត់តហើយមកចោតខ្មែរដែរថាខ្មែរហ្នឹងខ្លោងដាក់ពួកវាវិញវាផ្ទុយគ្នាអញ្ចឹងបងប្អូនខ្ញុំចង់និយាយអញ្ចឹងហើយបងប្អូនមានចាប់អារម្មណ៍ដូចខ្ញុំទេឲ្យតែបានកាន់តំណែងទូនាទីអីក៏ដោយដូចតែត្រឹកកខិតកខប់ដូចអញ្ញាញួរមិនប៉ុន្តែមិនអញ្ញាញួរមិនព្រោះស្ដាច់គេអញ្ញាញួរអញ្ចឹងដូចប៊ុនស៊ីនបាត់ឃ្លាំងអញ្ចឹងបងប្អូននៅពេលដើរទៅដូចឆ្ងល់មិនដឹងទេបងប្អូនភ្នែកនឹងមុខនឹងកលិកលាហើយពេលញញឹមទៅពេលញញឹមអីអញ្ចឹងទៅដូចមុខដូចគុកស្គរមិនដឹងហើយដល់ពេលឈរគោរពក៏អញ្ចឹងដែរឈរគោរពអញ្ញាទៅត្រឹកអញ្ចឹងបងប្អូនខ្ញុំចង់និយាយអញ្ចឹងគឺការពិតអញ្ចឹងមែនហ៎ឥឡូវបងប្អូនមើលនាយករដ្ឋមន្ត្រីទាំង3ហ្នឹងគ្រាន់តែឡើងទៅកាន់ជានាយករដ្ឋមន្ត្រីភ្លាមគឺចាញ់ច្រាបរបស់ប៊ុនស៊ីមបាត់ឃ្លាំងនឹងតែម្ដងគេឲ្យធ្វើអីធ្វើនឹងខ្លាចនឹងញ័រសัตว์ដូចកងក្រកអញ្ចឹងបងប្អូនខ្លាចឡើងបាក់តែម្ដងមិនដឹងជាគេមានមុនអាគមស្អីទេប៊ុនស៊ីមបាត់ឃ្លាំងហ្នឹងឥឡូវបងប្អូនពិចារណាមួយចំណុចទៀតប្រជាពលរដ្ឋកំពុងតែជួបវិបត្តិគ្រោះទឹកជំនន់ខ្យល់ព្យុះស្ទើរតែរាល់ថ្ងៃនាយករដ្ឋមន្ត្រីអនុទានអត់ខ្វល់ជាមួយនឹងមេតបនឹងអត់ខ្វល់អីទាំងអស់សក់អ្នកណាក្បាលនៅនឹងហើយបែរជាមកគ្រប់គ្រងលោកមេតបច្រឡំខាមសញ្ញេចុះហត្ថលេខាបកុលលុយបាទមេតាហ៊ានចង់បានប្រមាណឲ្យប៉ុណ្ណឹងរហូតដល់864លានបាតបងប្អូនដើម្បីពង្រឹងកងទ័ពនិងការពារសុវត្ថិភាពព្រំដែនបងប្អូនហើយខ្ញុំសុំសួរទៅពួកអ្នកឯងវិញតើព្រំដែននឹងកម្ពុជាដែលទៅបង្ករឿងជាមួយអ្នកឯងតាំងពីពីកាលគឺមានតែអ្នកឯងទេដែលចង់លេបត្របាក់ទឹកដីខ្មែរម្ដងហើយម្ដងទៀតបង្កអរិយភាពស្ទើរគ្រប់តំបន់នៅតាមបណ្ដោយព្រំដែនតែម្ដងមានមហិច្ឆតាឈ្លានពានលើទឹកដីកម្ពុជាសុខសាន្តឯកម្ពុជាគ្មានទេការរំលោភឈ្លានពានកម្ពុជាសុំតែសេចក្តីសុខសុំតែសន្តិភាពតែប៉ុណ្ណោះតែពួកឯងសប្តាហ៍នេះមិនអោយប្រជាពលរដ្ឋខ្មែរបានសុខទេឯងបង្កវិនិស្សកម្មគ្រប់បែបយ៉ាងដើម្បីលេបត្របាក់ទឹកដីខ្មែរតែប៉ុណ្ណោះបងប្អូនណាខ្ញុំនិយាយទៅកាន់ពួកនេះអត់បានល្អអាចល្អអើនអីទេនិយាយវាអត់ត្រូវតើតែនិយាយពាក្យអសរោះខ្លះទៅកាន់ពួកនេះបានវាសមនឹងទង្វើរបស់ពួកវាដែលប្រព្រឹត្តមកលើកម្ពុជាយើងព្រោះប្រជាពលរដ្ឋខ្មែរមានការឈឺចាប់ខ្លាំងបំផុតប៉ុន្តែមានការអត់ធ្មត់ក៏ខ្ពស់បំផុតដែរសប្តាហ៍ថ្ងៃនៅពេលដែលខ្ញុំបានធ្វើមេត្តាព័ត៌មានខ្ញុំនិយាយពាក្យថៃមួយម៉ាត់ខ្ញុំសុកចិត្តលុបចោលវិញបងប្អូនដោយសារខ្ញុំអត់ចូលចិត្តពាក្យថៃរំលោភបំពានឈ្លានពានឲ្យល្អអញ្ចឹងឲ្យរដ្ឋថៃបានលោកនិយាយពាក្យកាយសិលធម៌សុជីវធម៌ទៅលើថៃចុះសម្រាប់ប្រជាពលរដ្ឋខ្មែរដូចខ្ញុំនេះខ្ញុំមិនអាចនិយាយពាក្យថៃទេព្រោះខ្ញុំស្អប់ដល់ឆ្អឹងខ្ញុំនិយាយពាក្យសៀមគឺជាចៅឈ្លានពានទឹកដីកម្ពុជាចាំអេរយាប័តរបស់ខ្ញុំផ្លាស់ប្ដូរចាំខ្ញុំនិយាយពាក្យថៃមកវិញអញ្ចឹងខ្ញុំសូមអធិស្ឋានអភ័យទោសពីសំណាក់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលខ្ញុំនិយាយពាក្យអសរោះខ្លាំងដោយសារអារម្មណ៍មនុស្សខឹងអារម្មណ៍មនុស្សជឿចាប់ខ្លាំងពេកនិយាយអត់បានព្រោះភាសាស្ដាប់ទេបងប្អូនណាដោយយកអារម្មណ៍ផ្ដោតទៅលើពួកផាស៊ីសនិងអំពើឃោរឃៅរបស់ពួកគេសូមអរគុណ